cái nào cũng bóng mơ mà cái nào khi mà nè mà mê riêng dân tộc học thế nè bạn cũng giờ mơ chắc đam bộ cài pi bên chop limit riêng x factor zone này limit tại còn miệt dương máu alo lúc cรูbằng riêng pi cho nó chứ con khơi nhá cứ limit ấy anh được cúng tại còn miệt ta là biết đồ cổ hay anh được cúng tại còn miệt ấy là biết đồ cổ mình ha chấm pu thì còn miệt tại tên thế nè ờ tụi expo លោករីតអីមានលក្ខខណ្ឌខ្លះក៏ពាក់ព័ន្ធនឹងការបដូរកូដនឹងដែរអឺតែឥឡូវដែលផ្ដោតសំខាន់គឺបដូរគោលនេះគេច្រើនតែយកមកអនុវត្តនៅក្នុង limit ត្រីកោណមាត្រដោយសារ limit ត្រីកោណមាត្រវាអត់មានរូបមន្ត x ខិតទៅរក pi លើ2 x ខិតទៅរក3 x ខិតទៅរក1អីទេគោលការណ៍វាគឺ x ខិតទៅរក0ដូច្នេះយើងត្រូវបដូរគោលយ៉ាងម៉េចឲ្យ x ហ្នឹងឲ្យទៅជានេះអថេរនេះវាខិតទៅរក0ឃើញអត់ធ្វើយ៉ាងម៉េចឲ្យអថេរនេះខិតទៅរក0ណាតែឥឡូវយើងមុននឹងឲ្យអថេរខិតទៅរក0ដោយប្រការណាមួយយើងចាប់ផ្ដើមមកមើលលំហាត់ a យើងឃើញ limit ទេមើលអនុវត្ត a ឃើញ limit ខិតទៅរកប៉ុន្មានRồi hay là vì ណាខិតទៅរក pi លើ2អញ្ចឹងបើវាខិតទៅរក pi លើ2យើងយកចំនួនចូលឲ្យតម្លៃ pi លើ2ហ្នឹងទៅលើ cosine ដែលយើងដូចយើងរៀនកាលពីតម្លៃណាតម្លៃសោមអញ្ចឹងយើងចំនួនដូចគ្នាមកឥឡូវគឺចាប់ដើមចំនួនមកអញ្ចឹង x ខិតទៅរក pi លើ2អញ្ចឹងមានន័យថាអានេះ cos pi លើ2ស្មើប៉ុន្មានតម្លៃ cos vì pi លើ2saoស្មើប៉ុន្មានយើងដាក់មើលយើងដាក់ម្រាមដៃយើងមើលហ្នឹងហើយណាមកសូនគ្រូ0ណាគឺស្មើ0ហើយបើ sin pi លើ2អាហ្នឹងវាស្មើ1វិញអញ្ចឹងហ្នឹងណាហើយ cos pi លើ2វាស្មើ0វិញពួកពីរហ្នឹងវាផ្ទុយគ្នាណា cosine ហើយ cosine វាបំពេញគ្នាទៅវិញទៅមកហ៎ឥឡូវអានេះ pi លើ2ព្រោះ x ទៅរក pi 2យើងជំនួស pi លើ2ជំនួសទៅដកទៅឃើញបាន0លើ0អញ្ចឹងវាចូលរៀងមិនកំឃើញឃើញចូលរៀងមិនកំណត់ទេណាតែនៅក្នុងមេរៀនរបស់យើងសម្រាប់អនុគមដែលយើងជំនួសវាអត់មាន x ខិតទៅរក pi លើ2ទេ x ខិតទៅរកអីដែលប្រើរៀងមិនកំណត់ x ខិតទៅរក0ហ្នឹងមិនយ៉ាងអីហ្នឹង không x ខិតទៅរក0ហើយអានេះវា sin x លើ x ឬក៏ sin ax លើ ax អញ្ចឹងដូច្នេះគុណត្រូវបំលែងរូបមន្តនេះឲ្យចូលទៅជាលក្ខណៈ sin ណាចូលជាលក្ខណៈ sin តើយើងបំលែងយ៉ាងម៉េចជួនកាលយើងអត់ចាំថាអារឿងបំលែងហើយបំលែងពីកុសចូល sin sin ចូលកុសលោកគ្រូបានបង្រៀនឲ្យដែរតែយើងមិនទាន់អានគិតចំណុចហ្នឹងយើងគិតចំណុចបដូរគោលវាសិនអញ្ចឹងយើងត្រូវជំនួសឲ្យ x ខិតទៅរកយ៉ាងម៉េចឲ្យអថេរនេះវាខិតទៅរក0ដើម្បីឲ្យអថេរនេះជំនួសដល់អថេរនេះខិតទៅរក0ដែររបៀបជំនួសវាខិតទៅរក0ដោយលោកគ្រូបានបញ្យល់ពីចំណុចមុនកាលពីមេរៀនចែកពហុធាតុយើងបោះអានេះឆ្លងសញ្ញានេះមិនចឹងហ៎ព្រោះនេះឃើញហ៎បោះឲ្យឆ្លងសញ្ញាណាឥឡូវមើលមកទាំងអស់អង្គមកនេះក្នុងលំហាត់នេះមិនមានរូបមន្តដូចដែលយើងត្រូវបានរកនៅក្នុង limit ខិតទៅរក0ទេហេតុនេះយើងត្រូវកំណត់ឲ្យតម្លៃ0 1អញ្ចឹងលោកគ្រូបានបញ្យល់ថាម៉េចឲ្យបោះអាតម្លៃនេះដោយការយើងប្រើវិធីក្បួនចែកពហុkhôngធាតុអញ្ចឹងđâuឃើញhayអlà ត់vì ឥឡូវ pi លើ2យើងបោះឆ្លងអានេះដូចជាសញ្ញាស្មើបោះឆ្លងមកខាងនេះទៅជាម៉ានទៅជា x ដក pi លើ đó x ដក pi លើđó 2អញ្ចឹងកាលណាphảiយើងបោះឆ្លងទៅអានេះមិន0អញ្ចឹងហ៎ណា sợ ណាអានេះបោះទៅមិនបោះមិននេះមិនឃើញ pi លើ2x ដក pi លើ2អញ្ចឹងអាណាបោះទៅខាងនេះមិន0ណាត្រូវអត់ណាvâng អញ្ចឹងបោះទៅវាឃើញ0ហើយអញ្ចឹងដល់ពេលយើងបោះទៅវាមិនទៅ x ដកប៉ុន្មាន x ដក pi លើ2ដែលវាស្មើនឹង0ដូច្នេះយើងក៏định តាំ động ងអថេរមួយថ្មីមកឃើញយើងបដូរគោលវាយើងបដូរពី x ទៅអីនេះបដូរវាទៅអី ít ít thực tếណាដូរវាទៅទេចុះអញ្ចឹងលោកគ្រូតាំងទេស្មើឲ្យ x ដក pi លើ2ពោះយើងបោះមិញឃើញ anh x ដក pi លើ2មិនអញ្ចឹងឯងមិញហ៎ vâng ណាយើងបោះចឹងអារបៀបតាំងអថេរចំនួនមុននឹងយើងតាំងអថេរចំនួនយើងបោះវាសិនមកឃើញទេអូនណានេះ
ឃើញបោះហ៎ណាបន្ទាប់មកនេះជាអថេយ៉ាងតាងហើយបើយើងបោះមិនអានោះមិនសូន្យអញ្ចឹងដូច្នេះតេនេះវាខិតទៅរកសូន្យណាឃើញទេអដូច្នេះបន្ទាប់មកយើងបំបត្តិ x មានន័យថាយើងប្រើអថេជំនួស x ដោយតេវិញអញ្ចឹងដើម្បីបានជំនួស x ដោយតេដើម្បីឲ្យកុំឲ្យ x ពាក់ព័ន្ធយើងត្រូវបោះផាយលើ2មកខាងរកអីដក2បោះមកខាងនេះទៅជាអីបូកវិញណាបូក2វិញពីមុនបោះដើម្បីតាងមិនអញ្ចឹងហ្នឹងបង បន្ទាប់មកបោះវាដើម្បីជំនួស x ពេលនេះយើងបាន x ហើយនៅបានហើយណាបានអីក៏បានហើយណាបាន x ហើយឥឡូវលោកគ្រូទុកកន្លែងនេះមកផ្នែកសិនណាអូខេលោកគ្រូ select ដាក់ពណ៌ node នេះមានន័យថាទុកវាម្ដងសិនឥឡូវយើងចាប់ផ្ដើមឃើញតេតំណតំណងតេនិង x មានន័យថាតេស្មើហើយនឹង x ស្មើឃើញហើយចឹងពីរហ្នឹងគឺត្រូវតំណតំណងលោកគ្រូរំលឹកឡើងវិញទី1បោះដើម្បីតាងទី2បោះដើម្បីឲ្យតម្លៃ x បន្ទាប់មកយើងចាប់ផ្ដើមប្រើវាចាបើ x ខិតទៅរកផាយលើ2អញ្ចឹងមានន័យថានេះមិនផាយលើ2នេះឃើញទេកូនអញ្ចឹងផាយលើ2ដកទៅស្មើប៉ុន្មានវាស្មើ0អញ្ចឹងហ៎អញ្ចឹងបើ x ខិតទៅរកផាយលើ2អញ្ចឹងយើងជំនួសតេនោះឃើញទេតេផាយលើ2ដកផាយលើ2ឃើញមានន័យថាវាខិតទៅរកអីនេះខិតរក0ណាសូនរកសូនតែយើងគ្រាន់តែប្រើវិចារទេព្រោះវិចារហ្នឹងយើងប្រើពេលនេះយើងបានដាក់ថេមួយគឺតេខិតទៅរកអីតេខិតទៅរក ទេខាត់រក ហត់សូន ក៏ពិតយើងបោះហ្នឹងឲ្យវា0ហើយតែដល់ពេលយើងស្រាយចំណោទគឺប្រើដោយលោកគ្រូថាអញ្ចឹងគឺយើងចាប់ផ្ដើមនេះតាងមកនេះឃើញទេហើយអាតាងនេះយើងសេក្នុងกระดาษព្រៀងយើងបោះមកហើយយើងតាងមកតាងហើយតំណតំណងទាញ x មក y នេះគឺលោកគ្រូបង្រៀនរបៀបដោះស្រាយ limit ប្រភេទដូកូគឺដោះដោយលោកគ្រូចេះបន្ទាប់មកយើងប្រើវិចារឲ្យ x ខិតទៅរកអីខិតទៅរកអាផាយលើ2ហ្នឹងយើងដាក់នោះតេមានន័យអថេថ្មីត្រូវខិតទៅរកយើងជំនួសលេខយើងចូលមកដោះស្រាយវាទៅវាខិតទៅរក0ហើយឃើញអត់ឃើញមកជាហ៊ានប៉ុណ្ណេះឃើញតាមតនហើយឬព្រោះហើយ ផាយលើ2នេះមានផាយលើ2ជាមុនហើយនេះផាយលើ2ខ្មៅនេះមានន័យថាมันជំនួសដល់តម្លៃ x ណាពណ៌នេះឃើញទេมันជំនួសកន្លែង x នេះឃើញគ្រូណូតដាក់ពណ៌ឲ្យមើលឃើញណា ឃើញណាទី1គឺពណ៌ខ្មៅមានន័យថាគឺជាតម្លៃ x ចំនួនពណ៌ក្រហមនេះគឺមានន័យថាតម្លៃលេខវានៅកាលពីមុនយើងតាំងគឺអាហ្នឹងយើងតាំងមិនអាហ្នឹងមិននៅហ្នឹងអញ្ចឹងណាឃើញហើយណាបងណាអញ្ចឹងដោយសារនេះមេរៀនដំបូងគុំប្រហែលជាអាចឆ្ងល់ច្រើនតែដល់ពេលចាប់ដើមអនុវត្ត3 4លំហាត់ទៅអាចយល់ហើយឥឡូវយើងចាប់ផ្ដើមយកវាជួសចូលនៅក្នុង limit យើងដោយអថេថ្មីណាចឹងយកមកជួសជុលក្នុង limit ដោយអថេថ្មីដែលយើងតាំងចានេះគឺជាដើមហ៎ limit ដើមណាឃើញគាត់ឃើញ limit ដើមហ៎ឃើញអូខេឥឡូវលោកគ្រូចាប់ដើមជំនួសចូលអញ្ចឹង x ខិតទៅរកផាយលើ2នេះ x ខិតទៅរកផាយលើ2តេខិតទៅរកអីនេះសូនណាអញ្ចឹងឃើញលោកគ្រូដាក់តេខិតទៅរក0ណាកន្លែងនេះគឺ x ផាយលើ2 x ដកផាយលើ2ចានេះ x ដកផាយលើ2វាស្មើនឹងតម្លៃតេដែរអត់ស្មើស្មើណាអូខេបើចុះx នេះកន្លែង x នេះវាបាត់ទៅនេះគេត្រូវប្រើនេះមួយចំនួននេះឃើញទេ x កន្លែងនេះមិន x នេះកន្លែងមិន x ឃើញកូនឃើញ x ហ៎ណាអញ្ចឹងយើងចំនួន x នឹងដោយតម្លៃតេដែលយើងទាញរមកលោកគ្រូដាក់ note ពណ៌ឲ្យមើលទាំងអស់អង្គណាអញ្ចឹងពេលនេះយើងចំនួនដល់កន្លែង x ហ្នឹងដោយតេបូកឲ្យផាយលើប៉ុន្មានឃើញនៅហើយលើ2ហើយលើ2ណាអញ្ចឹងបានពេលដែលយើងតាំងអថេថ្មីយើងត្រូវទាញរកតម្លៃអថេចាស់ទាញដើម្បីអីដើម្បីជំនួសអថេចាស់នេះចេញពេលនេះយើងជំនួសបានហើយបានហើយញ៉េអញ្ចឹងតាំងអថេថ្មីទាញរកតម្លៃអថេចាស់ដើម្បីជំនួសបំបត្តិអថេចាស់ពេលនេះយើងបំបត្តិអថេចាស់បានអស់ហើយណា
ពេលនេះវាចូលលក្ខណៈកុសនៃផលអីណាយើងត្រូវអានេះយើងប្រើលក្ខណៈ Phật bụng កុសនៃផលបូកចឹងហ៎អញ្ចឹងយើងពលាតកន្សោមរបៀបកុសនៃផលបូកមកយើងរៀនហើយកុសនៃផលបូកវាស្មើអីកាលណាកុសវាអីកុសនៃផលបូកវាទៅជាកុសនិងកុសដកស៊ីននិងស៊ីនរៀនហើយនេះលោកគ្រូដាក់រូបមន្តឲ្យមើលនឹងរំលឹកឲ្យភាសាទៀតកុសនៃផលបូកគឺស្មើអីកុស A កុស B ដល់ឲ្យស៊ីន A ស៊ីន B មិនចឹងហី Ờ ពេលនេះយើងជំ Mình នួស chẳng អាតម្លៃកូស៊ីននេះដែលយើងប្រើអថេជំនួសនេះយើងពលិតកន្សោមវាចាឃើញទេឃើញយើងពលិតតម្លៃកន្សោមវាហ៎ពេលនេះយើងបានកុសអីកុសនៃផលមកគឺកុសទេគុណឲ្យកុសនៃផាយលើ2ដល់ឲ្យស៊ីនទេគុណឲ្យស៊ីនផាយលើ2ពេលនេះយើងពលិតវាហើយណា có thể có hai lời vì ពលិតវាហើយណាអូខេបន្ទាប់មកយើងចាប់ផ្ដើម synthesis គិតតម្លៃណាយើងគិតតម្លៃវាណាគិតតម្លៃកុសនៃផាយលើ2យើងដឹងថាវាស្មើប៉ុន្មានវាស្មើ0ណា sơn ចឹង sơn នេះ rồi ថា0អានេះវា0ហើយចឹងអាហ្នឹងយើងផាត់វាចោលហើយឃើញទេស៊ីននៃផាយលើ2ស្មើប៉ុន្មានស្មើប៉ុន្មាន thì มาមួយ ស្មើ1ចឹងមានន័យថា1គុណឲ្យស៊ីនតេគុណឲ្យ1វាស្មើដកស៊ីនតេគុណឲ្យ1វាស្មើដកស៊ីនតេនេះឃើញទេតែអត់ឃើញតែឆ្ងល់ថាលោកគ្រូបាត់ស៊ីនផាយលើ2នឹងទៅណាហើយបាត់អានេះទៅណានេះដោយសារចំនួនទៅវា0ផាយលើ2ដែលយើងគណនាទៅវាឃើញ0ស៊ីនផាយលើ2គណនាទៅឃើញ1គុណទៅវាស្មើនឹងដកស៊ីនតេដដែលទេឃើញណាឃើញបាត់អស់ណាបាត់អស់ណានេះ អ ណា ស់ហើយខង ណាពេលនេះឃើញចាប់ផ្ដើមវាវិលទៅរករូបមន្តយើងអត់រូបមន្តនេះមិនអិចខិតរក0ចឹងហ៎ណា em chắc là sơn ណាឥឡូវយើងប្រើតេខិតទៅរក0មិនទៅជាស៊ីនតេលើតេពិតអីនេះដូចហ៎ ដោយខង rồi ដូចអញ្ចឹងអាហ្នឹងមិនស្មើ1ឃើញចំនួន1ចូលហ៎ bỏ ណាចំនួនចូលទៅឃើញប៉ុន្មាន đỏ buồn ដក1ឃើញទេពេលនេះគុណឃើញហើយថារូបមន្តដែលយើងតាំងគឺយើងត្រូវគុណធ្វើយ៉ាងម៉េចតាំងយ៉ាងម៉េចឲ្យវាខិតទៅរក0ហើយក្បួនដើម្បីឲ្យវាខិតទៅរក0ដើម្បីតាំងអថេចំនួនវាបានគឺយើងបោះតម្លៃវាដោយចែកពហុធីហើយបន្តមកពេលដែលបោះតែចែកដោយពហុធីហើយយើងត្រូវទាញរកតម្លៃអថេដើមដើម្បីចំនួនចូលនេះដើម្បីចំនួនចូលហើយយើងបំលែងបំបត្តិរៀងវាមកតាមរយៈផលបូកផលដកនៃកូស៊ីនចឹងមកតនគ្រូបញ្យលនឹងហើយណាណា to này cứ អត់ có cái nơi em vân អូ vân ខេណារឿងវិលតិចដោយសារយើងចាប់ដើមមេរៀនដំបូងណាអូខេអស់ហើយឥឡូវយើងនេះចាប់ដើមហាត់អនុវត្តណាឥឡូវពេលនេះលោកគ្រូបានបញ្យលវីដេអូនេះជារូបមន្តហើយដូច្នេះកូនចាប់ដើមរៀនអនុវត្តលំហាត់អញ្ចឹងលំហាត់អក្សរឲ្យខ្លះចាំលោកគ្រូផ្ញើទៅឲ្យក្រោយពេលចប់មេរៀនណាអញ្ចឹងយើងចប់មេរៀននេះត្រឹមហ្នឹងមកណា